នេះជាថ្ងៃសៅរ៍15កើតពេញបរមីខែបុស្សឆ្នាំម្សាញ់សប្បុស័កពុរសករាជ1569ឆ្នាំលោកអូកឈៀងពិសីនិងអ្នកស្រីរឿងឡាយរ៉ានីបានរៀបចំពិធីបង្កក់សេរីហើយឡើងគេហដ្ឋានថ្មីមានកិច្ចមង្គលជាសេរីនៅពេលនេះជាមង្គលរៀបចំភោជនាហារប្រសើរស្អាតស្អំដល់ដល់ខ្នាតទឹកប្រាក់មួយបាតក្រណាត់ប្រវែង5ហត្ថតម្កល់តាមចំណាំប្រចាំអញ្ជើញអ្នកពិតអើយមកឆាប់រាយើងរៀបចំកិរិយាបូជាដល់អ្នកខ្សែផ្សោយមានសណ្ដែកនិងល្ងសោយស្រេចស្ដាច់ជាងទៅសូមពរអ្នកនៅឲ្យលោកឈៀងពីទូលោកឈៀងពិសីហៅទូព្រមទាំងអ្នកស្រីលឿងឡាយរ៉ានីបានសម្រេចទូចសេចក្តីប្រាថ្នាសូមទេវតាទាំង10ទិសនាំបណ្ណាការទាំង10ទិសគឺអាយុវណ្ណៈសុខៈអាយុវណ្ណៈយុអធិបតីរូបសម្លេងក្លិនរសអូសម្ផស្សកើតឡើងចំពោះក្រុមគ្រួសារនេះគ្រប់តិនទេវារាត្រីអាយុវណ្ណោសុខខាងបលាំងទាជាបលាំងសោធិនាហោនតុសាបទីបានចើញមកហើយនិយាយទៅអ្នកទាំងអស់គ្នាសិតតែមកក្នុងមេតោខ្ញុំចង់ថាខ្ញុំស្រឡាញ់អ្នកទាំងអស់គ្នាបាច់ថាខ្ញុំមានបុគ្គលិកល្អខ្ញុំមានម៉ាក់ប៉ាល្អខ្ញុំមានបងប្អូនល្អនិយាយរួមអ្នកជុំវិញខ្ញុំទាំងអស់សិតតែអ្នកល្អជីវិតខ្ញុំកើតមកជាต้องមានន័យទីពិសេសខ្ញុំទទួលបានស្វាមីដែលល្អគុំ